ជំរាបសួរខ្ញុំឈ្មោះលក្ខណាខ្ញុំនៅទីលានចាក់សំរាមខណ្ឌដង្កោខ្ញុំរាល់ថ្ងៃមានមុខរបររើសអេចាយនៅទីលានចាក់សំរាមខ្ញុំបានប្រកបរបររើសអេចាយពេលនោះដែលខ្ញុំមានបញ្ហាការមុតដៃខ្ញុំបានមានការរលួយដៃហើយខ្ញុំបានជួបអ្នកគ្រូដែលព្រះអង្គបានបណ្ដាចិត្តគាត់ឲ្យមកទីនេះដើម្បីអធិដ្ឋានសម្រាប់ខ្ញុំហើយនឹងជួយខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យហើយពេលនោះមន្ទីរពេទ្យបានឆ្លើយមកប្រាប់ខ្ញុំថាដៃខ្ញុំត្រូវកាត់ពេលនោះខ្ញុំពិបាកចិត្តប៉ុន្តែអ្នកគ្រូបានលួងខ្ញុំហើយនឹងអធិដ្ឋានសម្រាប់ខ្ញុំហើយខ្ញុំក៏បានស្ដាប់តាមគាត់ហើយខ្ញុំបានជាបាលរហូតដល់តែជាខ្ញុំសង្ឃឹមថាមិនបានជាបានប៉ុណ្ណឹងហងប៉ុន្តែព្រះអង្គបានធ្វើការសម្រាប់ខ្ញុំហើយខ្ញុំក៏អរគុណដល់អ្នកគ្រូលោកគ្រូដែលជួយខ្ញុំទៅព្យាបាលហើយនឹងមើលថែខ្ញុំពេលដែលខ្ញុំមានផ្ទៃពោះខ្ញុំសម្រាប់កូនក៏បានទិញរបស់ប្រដាប់ប្រដាសម្រាប់ខ្ញុំសម្រាប់កូននៅមន្ទីរពេទ្យនឹងមើលថែខ្ញុំសូមអរគុណដល់អ្នកគ្រូលោកគ្រូអង្គការទាំងអស់គ្នាហើយខ្ញុំក៏អរគុណដល់ព្រះអង្គនៅតែគ្រប់គ្រងខ្ញុំជានិច្ច